Hello អ្នកទាំងអស់គ្នាជួបគ្នាវីដេអូថ្មីទៀតហើយថ្ងៃនេះមានការមកបែបតែអត់ដឹងឈ្មោះអីទេអ្នកទាំងអស់នេះចាំជួយដាក់ឈ្មោះឲ្យផងផ្កានេះគឺស្អាតមកបែបដែរជាដំបូងគឺយើងយកលួសមកទៅសាយចឹងមកហើយយើងបាត់វាជា2ដាប្រវែងលួសគឺ30 cm តោះមកយើងកាត់វាជា2បែបនេះមកហើយយើងបាត់វាជា2ទៀតកាច់វាឲ្យសមប្រហែលប៉ុន្មានតិចសេរីតាមហ្នឹងណាព្រោះយើងចង់បានចុចកដាលអូខេចឹងមកហើយយើងវាស់វាមកថ្នាំងដៃចឹងទៅរមូរវាចឹងកាត់វាចោលខ្លះដើម្បីកុំឲ្យពេលដែលយើងបិទជាប់ទៅវាមានទំហំធំពេកណាអូខេធ្វើមួយទៀតមកដូចគ្នាអញ្ចឹងកាច់វាបែបហ្នឹងមកអូខេវាស់វាមកថ្នាំងដៃកាត់ចោលអូខេយើងធ្វើវាចំនួន9ណាអូខេបាន9ហើយចុះយើងយកលំអងវាណាឬក៏អត់ដឹងថាហៅថាម៉េចអ្នកនរគ្នាអាច comment បានយើងយកមកបាត់វាជា2ហើយសោកលួសកម្មញ៉ៃចូលខាងក្នុងយើង remove បែបនេះមកអូខេខ្ញុំដាក់រៀងងប់តិចដោយសារកុំឲ្យអ្នកនរគ្នាចំណាយពេលយូរពេកតែបើអត់តាន់អាចស្កប់បានណាហើយយើងយកបបិទបែបនេះមកបិទរហូតតតែអស់9ដែលយើងបានធ្វើនោះសម្រាប់អ្នកដែលចង់បានលួសអាចកំងបានណាយើងមានជា set មានទាំងកាភ្លើងមានទាំងជ័រមានទាំងតងវាគឺមួយ set តែម្ដងតម្លៃធូរថ្លៃអូខេឥឡូវយើងទៅមើលវីដេអូយើងវិញយើងសេរីវាស្អាតបែបហ្នឹងមកហើយយើងបន្តបិទវាទៀតនៅសល់3ទៀតអូខេបិទចឹងមកអូខេកន្លែងនេះយើងរុញវាគៀកគ្នាទៅព្រោះអាចនឹងបិទអត់អស់មិនដែរបើមិនយើងធ្វើតិចពេកវាអត់ស្អាតទេអ្នកនរគ្នាចឹងអាចដាក់9ទៅយើងសេរីវាបែបហ្នឹងមកអូខេរួចហើយខ្ញុំកាត់វាចោលខ្លះដើម្បីកុំឲ្យវាវែងពេកហើយខ្ញុំយកស្កុតពណ៌បៃតងរបស់យើងនេះយកមករុំវាមកអូខេរុំបែបហ្នឹងមកសម្រាប់អ្នកដែលចង់ខ្ញុំធ្វើកាប់ផ្សេងៗអាច comment ជាឈ្មោះឬក៏រូបនៅខាងក្រោមបានណាខ្ញុំនឹងព្យាយាមធ្វើអូខេបែបនេះមកហើយយើងសេរីវាទៀតឲ្យវាកោងចេញជារូបរាងផ្កាចឹងណាអូខេដូចជាការស្រេចចុះយើងធ្វើវាចំនួន2មកហើយយើងដល់វគ្គយើងធ្វើស្លឹកវិញម្ដងសម្រាប់ស្លឹកគឺខ្ញុំវាស់គឺខ្ញុំបត់វាជា2បែបនេះយកបន្ទាត់មកវាស់បែបនេះមកចំនួន6 cm អូខេចឹងមកយើងរមូរវាចូលគ្នាកាច់វាចូលក្រោមបែបវាចូលក្រោមទៀតហើយយើងសោកវានៅចន្លោះកណ្ដាលបែបនេះព្រោះនេះយើងយកដៃយើងចុចតិចទៅអូខេប៉ុណ្ណឹងរមូរវាបែបនេះមកហើយទាញវាឲ្យកោងអូខេប៉ុណ្ណឹងណាយើងធ្វើវាមួយទៀតដូចគ្នាអញ្ចឹងយើងត្រូវការស្លឹកនឹងចំនួន4អូខេវាស់យក6 cm ដូចគ្នាសោកវាចំចន្លោះកណ្ដាលដៃចុចបន្តិចអូខេរមូរវាមកងាយមែនតើអ្នកនរគ្នាអញ្ចឹងបើខ្ញុំដាក់រៀងងាប់តិចណាយើងត្រូវការស្លឹក4អូខេយើងបាន4ហើយយើងយកតងវាមករុំណាជាដំបូងយើងរុំពីក្រោមឡើងលើតបមកយើងដាក់ស្លឹកហើយរុំចុះក្រោមបែបនេះអូខេរុំវាមកសំល្មមដាក់ស្លឹកមួយទៀតមកអូខេរុំចុះទៀតមកល្មមមកអាចដាក់ផ្កាបានគឺយើងយកផ្កាមកដាក់មកអ្នកនរគ្នាអាចលៃទៅតាមប្រវែងដែលអ្នកនរគ្នាគិតថាសមណាអូខេតោះមកខ្ញុំដាក់ស្លឹកទៀតអូខេសម្រាប់ការនេះដែរអ្នកនរគ្នាអាចធ្វើពណ៌អីក៏បានដែរដែលជាចំណងចិត្តអ្នកនរគ្នាណាតែពណ៌ស្វាយក៏ស្អាតម្យ៉ាងដែរវាមើលទៅលេចល្អអូខេដាក់ផ្
ផ្កាមួយទៀតមកហើយយើងរមូលរហូតដល់ចុងនៃតងផ្កាយើងប៉ុណ្ណឹងរួចជាការស្រេចចឹងអ្នកនរគ្នានឹងបានតងផ្កាមួយដែលស្រស់ស្អាតហើយអាចដាក់ក្នុងថូបានអូខេសេរីវាបែបហ្នឹងមកអូខេបានហើយអរគុណអ្នកនរគ្នាចំពោះការទស្សនាបើស្រឡាញ់ខ្ញុំចូលចិត្តអាចជួយចែករំលែកតបានអរគុណ